ចំណេះដឹងវាគ្រាន់តែជាព័ត៌មានសម្រាប់ជីវិតរបស់យើងការយល់គឺនឹងជួយយើងឲ្យយើងអាចដឹងយ៉ាងច្បាស់អំពីអត្ថន័យដែលនៅក្នុងនោះប្រាជ្ញានឹងជួយយើងឲ្យយើងអាចអនុវត្តអ្វីដែលយើងដឹងច្បាស់នៅក្នុងអត្ថបទព្រះគម្ពីរយើងនឹងទទួលបានប្រាជ្ញារបៀបនេះនៅពេលដែលយើងតគ្នាស្វែងរកឃើញព្រះជាម្ចាស់សុភាសិតចំពុកទី9ខទី10បានចែងថាការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃប្រាជ្ញានិងការស្គាល់ព្រះជាម្ចាស់ជាចំណេះដឹងរបស់ប្រជាជនដ៏វិសុទ្ធយើងដឹងហើយថាព្រះជាម្ចាស់បានប្រទានប្រាជ្ញាដ៏លើសលប់ទៅដល់ព្រះបាទសាឡូមោនក្នុងចំណោមមនុស្សឬប្រជាជាតិទាំងឡាយដែលនៅចំនួននោះរហូតមកដល់សម័យនេះគ្មាននរណាម្នាក់មានប្រាជ្ញាលើសព្រះបាទសាឡូមោននោះឡើយព្រះអង្គបានទទួលប្រាជ្ញាពីព្រះជាម្ចាស់ដើម្បីឲ្យព្រះអង្គអាចគ្រប់គ្រងប្រជាជាតិមួយដ៏ធំនិងរស់នៅក្នុងជីវិតដែលសុចរិតហើយគប់ផាតីរបស់ព្រះអង្គពីព្រោះប្រាជ្ញាបង្កើតផលជាភាពសុចរិតបើលោកអ្នកមានព្រះគម្ពីរលោកអ្នកអាចបើកជាមួយខ្ញុំទៅក្នុងសៀវភៅពងសាវតារក្សត្រខ្សែទី1ចំពុកទី4ខទី31ព្រះរាជាមានប្រាជ្ញាលើសមនុស្សផងទាំងពួងគឺលើសលោកអេថានពីអំបូសេរ៉ាគីតលោកហេម៉ានព្រមទាំងលោកកាល់កូលនិងលោកដាដាជាកូនរបស់លោកម៉ាហូលកិត្តិនាមរបស់ព្រះរាជាល្បីសុខសាយរហូតដល់ប្រជាជាតិនានាដែលនៅជុំវិញព្រះបាទសាឡូមោនថ្លែងសុភាសិត 3000 ឃ្លានិងតែងចម្រៀង 1005 បទព្រះជាម្ចាស់ទ្រង់ប្រទានបញ្ញាឲ្យសាឡូមោនមានបញ្ញាដើម្បីជួយប្រជាជាតិមួយដ៏ធំនេះឲ្យរស់ដោយគោរពកោតខ្លាចព្រះជាម្ចាស់និងដោយរស់នៅក្នុងសេចក្តីសុចរិតនៅក្នុងគម្ពីរនេះបានចែងយ៉ាងច្បាស់ថាព្រះបាទសាឡូមោនបានថ្លែងសុភាសិត 3000 ឃ្លាយើងដឹងហើយថាព្រះបាទសាឡូមោនបានតែងសៀវភៅ3គឺសៀវភៅសុភាសិតសៀវភៅចម្រៀងនិងសៀវភៅសាស្តាសៀវភៅសុភាសិតជាសៀវភៅមួយដែលផ្ដល់ឲ្យមនុស្សមានប្រាជ្ញាផ្ដល់ឲ្យមនុស្សអាចរស់នៅដោយសុខសាន្តនិងធ្វើអ្វីមួយដែលត្រឹមត្រូវស្របតាមបំណងហត្ថលេរបស់ព្រះជាម្ចាស់បើយើងមើលនៅក្នុងសុភាសិតចំពុកទី1ខទី1បានចែងថាសុភាសិតរបស់ព្រះបាទសាឡូមោនជាព្រះរាជបុត្រារបស់ព្រះបាទដាវីតនិងជាព្រះមហាក្សត្រស្រុកអ៊ីស្រាអែលដូច្នេះក្នុងសៀវភៅសុភាសិតបានចែងប្រាប់យើងយ៉ាងច្បាស់ថាសៀវភៅនេះគឺតែងឡើងដោយព្រះបាទសាឡូមោនដូច្នេះគ្រប់ទាំងសឹងតែទាំងអស់នៃក្នុងសៀវភៅនេះគឺព្រះបាទសាឡូមោនជាអ្នកសរសេរឡើងនៅពេលដែលព្រះអង្គបានទទួលប្រាជ្ញាពីព្រះជាម្ចាស់ខ្ញុំគិតថាព្រះអង្គសរសេរសៀវភៅសុភាសិតនេះគឺនៅពេលដែលព្រះអង្គនៅក្មេងនៅឡើយហើយមានកម្លាំងរឹងមាំមានសេចក្តីក្លាហាននៅក្នុងការឈរដើម្បីការពារប្រជារាស្ត្ររបស់ព្រះអង្គផ្ទាល់ដូច្នេះព្រះអង្គសរសេរមកដើម្បីជួយឲ្យមនុស្សបានយល់ពីរបៀបដើម្បីរស់ក្នុងលោកនេះឯងថាតើពួកគេត្រូវរស់បែបណាពួកគេត្រូវធ្វើបែបណាដើម្បីឲ្យជីវិតរបស់គេប្រកបដោយសុភមង្គលក្នុងសុភាសិតចំពុកទី1ដដែលខទី2បានចែងថាសុភាសិតទាំងនេះផ្ដល់ឲ្យមនុស្សមានប្រាជ្ញានិងការចេះដឹងដើម្បីឲ្យយល់ពាក្យពេចន៍ប្រកបដោយអត្ថន័យជ្រាលជ្រៅព្រមទាំងបង្រៀនមនុស្សឲ្យចេះ
ដឹងសុចរិតត្រឹមត្រូវនិងមានចិត្តទៀងត្រង់ហើយផ្ដល់ឲ្យមនុស្សឆោតចេះប្រុងប្រយ័ត្ននិងផ្ដល់ឲ្យយុវជនចេះគិតចេះពិចារណាសុភាសិតជួយឲ្យមនុស្សយល់ពីរបៀបដែលរស់នៅក្នុងជីវិតនេះឯងយើងដឹងប្រកាសថាជីវិតនេះរស់នៅវាពិតជាពិបាកដោយសារមានការអាក្រក់ជាច្រើនដែលនៅលើโลกនេះឯងបើយើងទាំងអស់គ្នាមិនប្រយ័ត្នទេយើងទាំងអស់គ្នានឹងធ្លាក់ចូលទៅក្នុងការអាក្រក់ការដែលទទួលបានសុភាសិតដែលព្រះបាទសាឡូមោនបានសរសេរនោះវាជាការដែលល្អប៉ុន្តែការល្អបំផុតជាងនោះទៅទៀតគឺយើងអនុវត្តទៅតាមអ្វីដែលមានចែងនៅក្នុងព្រះគម្ពីរនេះបើយើងសិក្សាយើងចេះដឹងតែយើងមិនបានអនុវត្តវាប្រៀបបាននឹងយើងមិនទទួលអ្វីៗទាំងអស់នៅក្នុងជីវិតរបស់យើងអញ្ចឹងយើងនឹងបាត់បង់នៅពេលណាដែលយើងមិនយកវាទៅអនុវត្តនៅក្នុងខទី5បានចែងថាសូមឲ្យអ្នកប្រាជ្ញត្រង់ត្រាប់ស្ដាប់នោះគេនឹងបង្កើតចំណេះរបស់ខ្លួនសូមឲ្យមនុស្សឆ្លាតវៃស្រង់យកមាគ៌ាដែលត្រូវប្រកាន់យកដូច្នេះគេអាចយល់អំពីអត្ថន័យដែលមានបង្កប់នៅក្នុងសុភាសិតឬប្រស្នាព្រមទាំងយល់ពាក្យពេចន៍និងពាក្យប្រដៅផ្សេងៗរបស់អ្នកប្រាជ្ញសុភាសិតមិនមែនគ្រាន់តែជួយយើងឲ្យរស់នៅក្នុងជីវិតនេះប៉ុន្តែជួយយើងឲ្យយើងអាចប្រព្រឹត្តឆ្លើយតបទៅនឹងបញ្ហាដែលនឹងកើតមាននៅក្នុងជីវិតរបស់យើងថាតើពេលដែលយើងចាប់ផ្ដើមជួបបញ្ហាមួយតើយើងត្រូវឆ្លើយតបនៅក្នុងបញ្ហានោះរបៀបណាដើម្បីឲ្យជីវិតរបស់យើងនៅតែគប់ហត្ថីរបស់ព្រះជាម្ចាស់កុំឲ្យពេលដែលយើងចាប់ផ្ដើមជួបនឹងបញ្ហាជីវិតរបស់យើងក៏ធ្លាក់ទៅតាមបញ្ហាដែលយើងកំពុងប្រឈមនោះមានមនុស្សជាច្រើនដែលគេស្គាល់ព្រះបន្ទូលរបស់ព្រះជាម្ចាស់ប៉ុន្តែគេគ្រាន់តែមានចំណេះដឹងខាងព្រះបន្ទូលប្រហែលជាគេមិនទាន់យល់ពីអត្ថន័យដែលនៅក្នុងនោះឬក៏យល់ហើយតែមិនអើពើនៅក្នុងការប្រតិបត្តិតាមអត្ថន័យដែលមានចែងនៅក្នុងខគម្ពីរនោះដូចជាធ្វើឲ្យជីវិតរបស់គេកាន់តែធ្លាក់ចុះដោយសារតែពួកគេមិនបានយកជីវិតរបស់គេឲ្យធ្លាក់ឲ្យរស់នៅចូលជ្រៅទៅតាមអត្ថន័យឬទៅតាមបំណងផាតីរបស់ព្រះជាម្ចាស់ដែលមានចែងនៅក្នុងព្រះគម្ពីរសុភាសិតជួយមនុស្សឲ្យយល់ពីរបៀបដើម្បីរស់នៅលោកនេះហើយក៏ជួយពួកគេឲ្យពួកគេអាចប្រព្រឹត្តត្រឹមត្រូវនៅពេលដែលគេប្រឈមនឹងបញ្ហានៅក្នុងជីវិតសាឡូមោនបានបង្ហាញថាមនុស្សគួរតែត្រង់ត្រាប់តាមសុភាសិតនេះពីព្រោះវានឹងផ្ដល់បញ្ញាឲ្យបើលោកអ្នកចង់បានបញ្ញាលោកអ្នកគួរតែត្រង់ត្រាប់សុភាសិតនេះសុភាសិតចំពុកទី22ខទី17ចូលផ្ទៀងត្រចៀកស្ដាប់អ្នកប្រាជ្ញចូលយកចិត្តទុកដាក់នឹងការយល់ដឹងរបស់អ្នកចូលផ្ទៀងត្រចៀកស្ដាប់អ្វីដែលមានចែងនោះឯងផ្ទៀងត្រចៀកស្ដាប់អ្នកប្រាជ្ញដែលមានចែងនៅក្នុងសុភាសិតផ្ទៀងត្រចៀកស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គពីព្រោះព្រះអង្គបានប្រទានបញ្ញានេះឲ្យទៅព្រះបាទសាឡូមោនហើយយកចិត្តទុកដាក់ដើម្បីឲ្យយល់អំពីសុភាសិតនោះពេលដែលយើងយល់អំពីការទាំងអស់នោះយើងនឹងអាចយកវាទៅអនុវត្តនៅក្នុងជីវិតរបស់យើងផ្ទាល់ចំណេះដឹងវាគ្រាន់តែជាព័ត៌មានសម្រាប់ជីវិតរបស់យើងការយល់គឺនឹងជួយយើងឲ្យយើងអាចដឹងយ៉ាងច្បាស់អំពីអត្ថន័យនៅក្នុងប្រាជ្ញានឹងជួយយើងឲ្យយើងអាចអនុវត្តអ្វីដែលយើងដឹងច្បាស់នៅក្នុងអត្ថបទព្រះគម្ពីរយើងនឹងទទួលបានប្រាជ្ញារបៀបនេះនៅពេលដែលយើងទាំងគ្នា
ស្វែងរកឃើញព្រះជាម្ចាស់ក្នុងខអំពីសុភាសិតចំពុកទី1ខទី7បានចែងថាចូលគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃការចេះដឹងមនុស្សខ្លៅតែងតែមើលងាយតម្រេះប្រាជ្ញានិងការព្រៀងប្រដៅសុភាសិតចំពុកទី9ខទី10បានចែងថាការគោរពកោតខ្លាចព្រះអម្ចាស់ជាប្រភពនៃប្រាជ្ញានិងការស្គាល់ព្រះជាម្ចាស់ជាចំណេះដឹងរបស់ប្រជាជនដ៏វិសុទ្ធសំខាន់ណាស់ដែលយើងទាំងគ្នាត្រូវគោរពកោតខ្លាចព្រះជាម្ចាស់នៅក្នុងជីវិតរបស់យើងដើម្បីឲ្យជីវិតរបស់យើងបានរស់នៅប្រកបដោយប្រាជ្ញាសូមព្រះជាម្ចាស់ប្រទានពរដល់លោកអ្នកទាំងគ្នាជួបគ្នានៅសប្តាហ៍ក្រោយ